ឯកឧត្តមបណ្ឌិតហ៊ុនសុខាទីប្រឹក្សាសម្ដេចតេជោនាំយកសម្ភារៈនិងកុំព្យូទ័រប្រភេទ All in One ចំនួន103គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនទៅប្រគល់ជូនវិទ្យាល័យទាំង5នៃស្រុកអង្គរជ័យឯកឧត្តមបណ្ឌិតហ៊ុនសុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកចុះមូលដ្ឋានខេត្តកំពតតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតភឿនផល្លាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកមូលដ្ឋានរាជធានីខេត្តបាននាំយកគ្រឿងសម្ភារៈសិក្សានិងកុំព្យូទ័រលើតុប្រភេទ All in One ចំនួន103គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនទៅប្រគល់ជូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅវិទ្យាល័យទាំង5នៃស្រុកអង្គរជ័យកាលពីរសៀលថ្ងៃទី17ខែកក្កដាឆ្នាំ2026ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលស្រុកលោកអភិបាលរងស្រុកអង្គភាពនានាអាជ្ញាធរដែនដីរួមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាការពារសរុបចំនួន597រូបឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតហ៊ុនសុខាក៏លើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាក្នុងអាណត្តិនេះដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពអប់រំផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Digital ដែលជាអាទិភាពមួយចម្បងនៃបញ្ចកោណទី1នៃការអភិវឌ្ឍធនធានមនុស្សឯកឧត្តមបណ្ឌិតបានបន្ថែមថាការរួមបញ្ចូលបច្ចេកវិទ្យា Digital ទៅក្នុងការសិក្សាពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យសិស្សានុសិស្សអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះហើយលើសពីនេះយើងត្រូវចាំបាច់នៅការពង្រឹងសមត្ថភាពគ្រូបង្រៀនឲ្យទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់ឧបករណ៍ Digital ប្រកបដោយប្រសិទ្ធភាពលើកកម្ពស់ការបង្រៀននិងរៀនឲ្យស្របនឹងវិទ្យាសាស្ត្រនៃការអប់រំក្នុងសតវត្សទី21ដើម្បីឲ្យសិស្សានុសិស្សយើងទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើបអន្តរកម្មនិងស្វ័យសិក្សាបានដោយខ្លួនឯងឯកឧត្តមបានលើកទឹកចិត្តដល់វិទ្យាល័យទាំង5ក្នុងស្រុកអង្គរជ័យដែលទទួលបានសម្ភារៈដូចជាកុំព្យូទ័រលើតុប្រភេទ All in One ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនតាមរយៈឯកឧត្តមភឿនផល្លានាពេលនេះសូមយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀនដល់សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំផ្សេងៗបន្ថែមលើមុខវិជ្ជាដែលមានស្រាប់ដើម្បីឲ្យវិទ្យាល័យនីមួយៗឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសបែបទំនើបដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មីដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានិងការអប់រំបំណិនជីវិតការសិក្សាតាមបែបគម្រោងជាដើមលើកទឹកចិត្តសិស្សឲ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសកលលោកទៅតាមលទ្ធភាពដែលយើងអាចធ្វើបានធ្វើយ៉ាងណាពង្រីកសក្តានុពលរបស់សិស្សានុសិស្សកម្ពុជាយើងឲ្យកាន់តែទូលំទូលាយលើការអប់រំបច្ចេកវិទ្យាជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិតហ៊ុនសុខាក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រីក្រុមប្រឹក្សាស្រុកអភិបាលស្រុកអភិបាលរងស្រុកអង្គភាពនានានិងអាជ្ញាធរដែនដីក្នុងស្រុកដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះនិងបានផ្ដល់នូវអំណោយសម្ភារៈសិក្សារួមទាំងថវិកាមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សបងប្អូនប្រជាការពារផងដែរ